សួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំធ្វើវីដេអូមួយពាក់ព័ន្ធនឹងការផ្ទេរទិន្នន័យទូរស័ព្ទចាស់ទៅកាន់ទូរស័ព្ទថ្មីហើយវីដេអូនេះខ្ញុំថតតាំងពី2024ខែ1ម៉េះតែសាររវល់អត់បានធ្វើវីដេអូហ្នឹងផងអញ្ចឹងអ្វីដែលយើងសំខាន់នោះគឺយើងចូលទៅកាន់ទូរស័ព្ទថ្មីរបស់យើងគឺ iPhone 15 Pro Max ហ្នឹងដែលយើងត្រូវធ្វើចំណែក iPhone XS Max វិញយើងអត់បាច់ធ្វើអ្វីទាំងអស់យើងគ្រាន់ចាំ scan QR code ដើម្បីផ្ទេរទិន្នន័យពីទូរស័ព្ទចាស់មកកាន់ទូរស័ព្ទថ្មីហ្នឹងអញ្ចឹងយើង transfer ហ្នឹងមកយើងចុចតាមដែលខ្ញុំធ្វើវីដេអូហ្នឹងទៅខ្ញុំចុចមួយទេហើយបញ្ជាក់ថាទូរស័ព្ទចាស់យើងចង់ផ្ទេរមកកាន់ទូរស័ព្ទថ្មីហ្នឹងដើម្បីឲ្យលឿនទីមួយយើងត្រូវលុបរូបថតទូរស័ព្ទចាស់ហ្នឹងចោលអស់មិនបាច់ចោលអស់ពេកទេយើងទុកខ្លះអញ្ចឹងបើសិនណាក្នុងទូរស័ព្ទចាស់ហ្នឹង memory 64G ឬក៏ 128G បើសិនជារូបថតច្រើនឬវីដេអូច្រើនអញ្ចឹងយើងផ្ទេរទិន្នន័យវាយូរអញ្ចឹងយើងចុចទូរស័ព្ទ XS Max ហ្នឹងដើម្បីឲ្យទូរស័ព្ទថ្មីហ្នឹងវាលោតរង្វង់បែកចេះដើម្បី scan ផ្ទេរទិន្នន័យពីចាស់ទៅកាន់ទូរស័ព្ទថ្មីហើយទូរស័ព្ទយើងយក scan ហ្នឹងគឺទូរស័ព្ទ iPhone XS Max ដើម្បីផ្ទេរទិន្នន័យពីទូរស័ព្ទហ្នឹងទៅកាន់ទូរស័ព្ទថ្មីបន្ទាប់មកពេលដែលចេញអញ្ចឹងទូរស័ព្ទចាស់ហ្នឹងយើងកុំចុចអីទាំងអស់អញ្ចឹងវារងចាំយូរអញ្ចឹងយើងចូល set up ហ្នឹងមក set up for me ពេលដែលយើងចុច set up for me វានឹង load មកកាន់ទូរស័ព្ទ iPhone យើងថ្មីនោះហើយឥឡូវអញ្ចឹងគឺវាបញ្ជាក់ឲ្យយើងវាយលេខកូដពីទូរស័ព្ទចាស់ហ្នឹងមកកាន់ទូរស័ព្ទថ្មីដើម្បីឲ្យវាត្រូវគ្នាហើយយើងវាយមកឬក៏យើងមិនចង់តន់វាយក៏បានដែរហើយទូរស័ព្ទចាស់ហ្នឹងយើងកុំចុចអីទាំងអស់ព្រោះបើចេញអញ្ចឹងបើយើងចុចខ្វែងទៅវាដាច់ជាមួយនឹងទូរស័ព្ទថ្មីដែលយើងចង់ផ្ទេរមកទូរស័ព្ទដែលយើងចង់ផ្ទេរនេះគឺមានទាំង app ធនាគារនៅខ្មែរធនាគារនៅកូរ៉េអញ្ចឹងបើសិនជាយើងទិញទូរស័ព្ទថ្មីមកយើងត្រូវទៅធនាគារម្ដងមួយគឺយូរហើយខាតពេលវេលាយើងសារយើងជាប់រវល់ធ្វើការរវល់អីចឹងយើងអត់បានទៅផ្ទេរទៅកាន់ធនាគារម្ដងមួយពិបាកណាស់ដើម្បីងាយស្រួលយើងធ្វើវីដេអូនេះដើម្បីឲ្យបងប្អូនងាយស្រួលនៅពេលដែលទិញទូរស័ព្ទថ្មីគឺងាយផ្ទេរទិន្នន័យមកកាន់ទូរស័ព្ទថ្មីហើយបើបងប្អូនផ្ទេរអត់បានបងប្អូនអាចឆាតមកចូល page ខ្ញុំមានពេលខ្ញុំនឹងឆ្លើយតបទៅកាន់បងប្អូនវិញអញ្ចឹងយើងចុចតាមអ្វីដែលខ្ញុំបង្ហាញហ្នឹងទៅមួយទេភាសាខ្ញុំថតយូរដែរហើយតាំងពីទូរស័ព្ទចេញថ្មីមកភាសាទៅរវល់អញ្ចឹងអត់ទៅបានមានពេលបង្ហោះហើយកន្លែង transfer data នេះគឺយើងអាស្រ័យទៅលើរូបថតយើងអានេះរូបថតមាននៅខ្លះដែរហើយនឹង app ក្នុងទូរស័ព្ទយើងហ្នឹងអញ្ចឹងវាចំណាយពេលប្រហែលជា20នាទីទៅ25នាទីតែខ្ញុំកាត់ចោលនឹងរូបថតខ្ញុំលុបចោលខ្លះហើយបើសិនបងប្អូនចង់លឿនបងប្អូនលុបរូបថតឬវីដេអូក្នុងទូរស័ព្ទចាស់នឹងចោលអស់ទៅហ្នឹងវាលឿនហើយឬក៏យើង copy ចេញមកក្រៅមកបើយើងផ្ទេរទាំងទូរស័ព្ទ memory ពេញហ្នឹងគឺមិនដឹងប្រហែលម៉ោងទេទើបបានពេញនេះយើងបានជោគជ័យហើយពេលយើងផ្ទេរពីចាស់មកកាន់ទូរស័ព្ទថ្មីហ្នឹងពេលដែលយើងចុចទៅខាងថ្មីហ្នឹងវាពងដើរវិលដូចយើងបិទឲ្យបើកម្មវិធីថ្មីយើងចឹងបងប្អូនមើលតាមនឹងមួយទៅព្រោះខ្ញុំធ្វើហ្នឹងគឺយឺតទេវីដេអូខ្ញុំអត់បានកាត់ចោលចំណុចណាទេហើយបងប្អូនភ្លេចជួយចុច like និងជួយ follow page របស់ខ្ញុំម្នាក់មួយផងនេះគឺទូរស័ព្ទ password ពី iPhone ចាស់ហ្នឹងមកចូលមកកាន់ថ្មីទាំងអស់ហើយបាទអញ្ចឹងយើងយក set up letter មកយើងអត់ទាន់ scan ទេព្រោះកុំឲ្យវាមានការយូរអញ្ចឹងចាំយើង scan អីតាមក្រោយទៀត
và lâu nó cứ video nó cứ chốt chơi à lấy chẳng việc cái bông tại tên này khá việc bông download màu tiếng Facebook Messenger app thần này kia ấy nó cảm thấy nhà lôi về lôi ấy nó cứ việc màu tiếng hay những aiប្រើបានធម្មតាបាទចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបងប្អូនកុំភ្លេចជួយចុច like ឬជួយចុច follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗនៅពេលក្រោយហើយបងប្អូនដូរទូរស័ព្ទអីមើលតាមនឹងទៅជើងជៀសវាងការទៅធនាគារអីចំណាយពេលយូរនេះក្នុង Facebook បើសិនជាយើងផ្ទេរមកទិន្នន័យថ្មីគឺវាស៊ូបញ្ជាក់យើងថារបស់យើងឬក៏មិនមែនរបស់យើងអញ្ចឹងបើថារបស់យើងចុចតាមដំណើរអញ្ចឹងទៅដើម្បីឲ្យដំណើរការវិញតែបើកម្មវិធីផ្សេងក្រៅពី Facebook គឺវាអត់ទាមទារអីយើងទេយើងចូលប្រើបានធម្មតាទាំង app ធនាគារឬក៏ app អីផ្សេងអញ្ចឹងសូមអរគុណសូមជម្រាបលាដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមអរគុណ